ตรง5 ទៅ 70,000 ដុល្លារគឺជាការសាងសង់ផ្ទះរបស់គាត់ទាំងស្រុងចាប៉ុន្តែអ្វីដែលឆាបឆេះនឹងខូចនេះខូចអីវ៉ាន់មួយចំនួនធំចាដែលនៅចំកណ្ដាលទីតាំងនៃបរិវេណផ្ទះនេះតែម្ដងចាអញ្ចឹងអីវ៉ាន់ដែលខូចខាតនេះអស់ខ្ទង់ប្រហែលជាចន្លោះពី20 ទៅ 25,000 ដុល្លារហ្នឹងគ្រាន់តែអីវ៉ាន់របស់ម្ចាស់ផ្ទះហើយអីវ៉ាន់របស់ប្អូនដែលប្អូនទិញគ្រឿងឧបករណ៍ចូលបំពាក់ចូលហ្នឹងខ្ទង់4 ទៅ 50,000 ដុល្លារថែមទៀតចាគ្រាន់តែអាវ៉ាន់នៅក្នុងហ្នឹងគឺអាវ៉ាន់របស់ម្ចាស់ផ្ទះហ្នឹង20 ទៅ 25,000 ដុល្លារហើយចាបងចាដោយសារតែគាត់បំពាក់គ្រឿងឧបករណ៍ទំនើបសិតតែជាអីវ៉ាន់គ្រាន់តែសាឡុងមួយគ្រាប់ហ្នឹង 2,500 ទៅ 3,000 ម្ដងចាបងហើយនេះមិនមែនថាគាត់ចេះតែនិយាយយើងយកមកនិយាយទេដោយសារអ្នកដែលគាត់ស្គាល់អំពីគ្រឿងអីវ៉ាន់អស់ហ្នឹងគឺស្គាល់ថាអីវ៉ាន់អស់ហ្នឹងគឺថ្លៃចានៅមានគ្រឿងឈើបណ្ឌិតគ្រឿងអីវ៉ាន់សម្ភារៈទៀតគឺថ្លៃច្រើនចាចាអញ្ចឹងសរុបមកអស់ប្រហែលជាប្រហែលដែរបងអូនការឆាបឆេះនេះអស់ខ្ទង់ប្រហែលជាចន្លោះណាបងពី28,000 ទៅ 30,000 ដុល្លារចាពេលរងការខូចខាតខ្លាំងបំផុតហ្នឹងគឺអីវ៉ាន់របស់ម្ចាស់ផ្ទះតែម្ដងចាមកដល់ម៉ោងនេះបងអូនបានជួបជាមួយនឹងបងស្រីបងប្រុសដែលជាម្ចាស់ផ្ទះហើយឬនៅហើយគាត់បានដោះស្រាយក៏ដូចជានិយាយជាមួយនឹងបងអូនយ៉ាងម៉េចខ្លះដែរបងអូនអាចប្រាប់មហាជនឲ្យគាត់បានដឹងបានទេចាអរគុណបងក៏ប៉ិតការឆាបឆេះពីម្សិលមិញនេះបងស្រីនិងបងប្រុសម្ចាស់ផ្ទះក៏គាត់ធ្វើដំណើរនៅខេត្តនៅឡើយគាត់បានមកដល់ទីតាំងនេះហ្នឹងគឺខ្ទង់ប្រហែលជាម៉ោង 2 កន្លះគាត់បានចូលមកឃើញអញ្ចឹងបងយល់ពីអារម្មណ៍របស់គាត់ខូចចិត្តគាត់ក៏ពិបាកចិត្តចាអញ្ចឹងបងក៏មិនមានអីលើពីនេះដែរមានតែពាក្យថាសុំទោសហើយបងនឹងខិតខំប្រឹងប្រែងឲ្យទុកឱកាសឲ្យបងជាមនុស្សម្នាក់ដែលមានទំនួលខុសត្រូវអញ្ចឹងទុកឱកាសឲ្យបងដើម្បីបងអាចបន្តទៅមុខទៀតបានក្នុងការរកលុយផងជួសជុលផងហើយនឹងខំប្រឹងប្រែងរកស៊ីនៅទីនេះផងជាពិសេសហ្នឹងគឺស្នើសុំបំផុតហ្នឹងគឺអាណិតដល់ទឹកចិត្តរបស់សិស្សគុណក្មេងៗដែលគាត់ជាកន្លែងមួយដែលគាត់ត្រូវបណ្ដោះហាត់រៀននៅក្បាច់គុណអញ្ចឹងបើសិនជាបងមិនអាចបន្តនៅទីនេះបានបងត្រូវរកលុយមកជួសជុលហើយបងត្រូវទៅដើរចេញទៅរកកន្លែងជួលបើសាលាគុណទៀតវាខាតពេលហ្នឹងបងមិនដឹងថាចាប់ដើមពីណាទៅអញ្ចឹងណាបងបតវហេតុដែលកើតឡើងនេះវាជារឿងមួយដែលមិននឹកស្មានដល់ហើយក៏បងយល់ពីអារម្មណ៍ក្នុងការខូចខាតទ្រព្យសម្បត្តិរបស់គាត់ច្រើនខ្លាំងមែនទែនចាអញ្ចឹងបងមានតែស្នើសុំទឹកចិត្តដល់បងស្រីបងប្រុសដែលជាម្ចាស់ផ្ទះសូមជួយយកយល់ដើម្បីផ្ដល់ឱកាសឲ្យបងសូមពេលមួយរយៈដើម្បីក្នុងការរៀបចំហាងនេះឡើងមកវិញចាបងនឹងមានទំនួលខុសត្រូវក្នុងការរៀបចំហាងឡើងមកវិញប៉ុន្តែសូមដើម្បីឲ្យបងគាត់ទុកពេលវេលាឲ្យបងជាពិសេសសូមក្នុងការយ៉ាងណាឲ្យបងអាចនៅបន្តដំណើរការនៃការបើកហាងកន្លែងនេះបានពីព្រោះថាវាជាក្តីសង្ឃឹមរបស់បងដែលបងនឹងរៀបចំបើកជាសាលាគុណឲ្យធំសម្រាប់ទទួលសិស្សគុណបងយុវជនទាំងបរទេសឲ្យគាត់មកហាត់គុណនិងស្គាល់អំពីក្បាច់គុណដូនតាខ្មែរយើងហើយនៅកន្លែងនេះក៏មិនមែនត្រឹមតែជាអាហារដ្ឋានបើនិយាយទៅមិនមែនធម្មតាទេបានន័យថាយើងលើកតម្កើងនៅឈ្មោះមុខម្ហូបខ្មែរហើយតម្លៃលក់ត្រឹមតែ 12,000 រៀលទេមួយឆ្អែតម្នាក់ចាមិនមែនដើម្បីទៅយកមានបានអីទេប៉ុន្តែនៅក្នុងគោលគំនិតរបស់បងមួយគឺធ្វើយ៉ាងណាព្យាយាមពន្លិចឈ្មោះអ្វីដែលជាខ្មែរចាមិនថាមុខម្ហូបខ្មែរស្នាដៃខ្មែរក្បាច់គុនខ្មែរហើយនៅទីកន្លែងនេះហ្នឹងគឺយើងផ្ដោតទៅលើការតាំងបង្ហាញនៅគ្រឿងសិល្បៈវប្បធម៌ខ្មែរទាំងល្ខោនខោល្ខោនស្បែកចាសត្រាស្លឹករឹតអ្វីដែលជាសិល្បៈវប្បធម៌ខ្មែរគឺបងអូនចំណាយអស់ហើយដើម្បីយកមកដាក់តាំងនៅទីនេះចាអញ្ចឹងសរុបមកវិញសូមទឹកចិត្តដល់បងប្រុសបងស្រីដែលជាម្ចាស់ផ្ទះសូមឲ្យជួយយកយល់បងអូនធានាថាបងអូនមានទំនួលខុសត្រូវក្នុងការរកថវិកាមកជួសជុលគ្រាន់តែថានៅក្នុងដំណាក់កាលណាមួយបងអូនមិនហ៊ាននិយាយពីពេលនេះគឺបងអូនអស់អាលីងពីខ្លួនហើយបងចាមិនត្រឹមតែអស់តែជាពាក់ធនាគារទៀតអញ្ចឹងបងអូនសូមទុកឱកាសឲ្យបងអូនចា